ថ្ងៃនេះគឺថ្ងៃមិថុនាទី15គឺថ្ងៃអាទិត្យឆ្នាំ2025ជាសួរនៅម៉ោង9ព្រឹកខ្ញុំសារាវុធនោះអឿនជាប្រធានគណៈបក្សសាធារណរដ្ឋកម្ពុជាសូមជម្រាបសួរទាំងអស់ពីចម្ងាយសូមជម្រាបសួរថ្ងៃនេះខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៍ស្តីអំពីរដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃគឺអាហ៊ុនម៉ាណែតដែលមានអាហ៊ុនសែនជាប្រធានព្រឹទ្ធសភានិងអាសយមនីដែលជាស្ដេចអាចឆ្កែណាជាស្ដេចចុយម្លាយអាស្ដេចទីងមកណាសូមជម្រាបសួរទាំងអស់គ្នាថ្ងៃនេះយើងដឹងហើយថាគណៈបកប្រជាជនតែមួយគត់ដែលកំពុងតែគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជាយើងគឺគ្មានពីរទេគ្មានគណៈបកទី2ណាចូលរួមទេគ្មានគណៈបកណាចូលរួមទេគណៈបកទាំងអស់ដែលកំពុងតែមានឈ្មោះគេតនាមនៅក្នុងរដ្ឋាភិបាលឬក្រសួងមហាផ្ទៃដែលបានចុះឈ្មោះក្រសួងមហាផ្ទៃគឺជាគណៈបកប្រជាជនកើតចេញពីគណៈបកប្រជាជនទោះជាគណៈបកភ្លើងទៀនក៏ដោយគណៈបកស្អីណាកម្លាំងជាតិក៏ដោយពួកអានេះគឺប្រឆាំងគ្មានប្រឆាំងអាចអីទេពួកអាចុយម្លាយអស់នេះគឺកំពុងតែលើកស្ទួយលើកដំកើងគណៈបកប្រជាជនឲ្យកាន់អំណាចគឺបានន័យថាលើកដំកើងអាយុនឲ្យគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជាយើងកំពុងតែជួយវាបន្លឿនឲ្យអាយុនគ្រប់គ្រងលើក្បាលវារាល់គ្នាទាំងអស់គ្នានេះខ្ញុំសូមជម្រាបសួរខ្ញុំសូមជម្រាបប្រជាជនជាតិកម្ពុជាទាំងអស់ខ្ញុំសូមឲ្យជម្រាបឲ្យច្បាស់ថាម្យ៉ាងទៀតគឺយើងមិនមែនជាខ្មែរទេសូមរៀនអក្សរខ្មែរនិងអក្សរសាស្ត្រខ្មែរឲ្យបានច្បាស់អ្នកឯងទាំងអស់មិនមែនខ្មែរទេអ្នកឯងទាំងអស់គឺកំពុងតែប្រើភាសាខ្មែរអក្សរសាស្ត្រខ្មែរតែមិនមែនខ្មែរទេអញប្រាប់ឲ្យច្បាស់ទាំងអស់គ្នាណាអញសារាវុធនោះអឿនជាប្រធានគណៈបក្សសាធារណរដ្ឋកម្ពុជាគណៈបក្សសាធារណរដ្ឋកម្ពុជាមិនអាចចុះឈ្មោះជាមួយក្រសួងណាក្នុងជួររដ្ឋាភិបាលរបស់កម្ពុជាសប្តាហ៍ថ្ងៃបានជាដាច់ខាតនេះសូមជម្រាបឲ្យបានច្បាស់ហើយអក្សរសាស្ត្រកម្ពុជាទៅរៀនឲ្យបានច្បាស់លាស់អាណាក៏ដោយមានណាក៏ដោយដែលនិយាយថាខ្មែរគឺខ្មែរគឺអក្សរសាស្ត្រនិងភាសារបស់ខ្លួននិយាយរបស់ខ្លួនឯងថ្ងៃរាល់គ្នានិយាយមិនមែនជាប្រជាជនកម្ពុជាទេមិនមែនជាប្រទេសជាតិកម្ពុជាទេមិនមែនប្រទេសជាតិខ្មែរទេមិនមែនប្រជាជនខ្មែរទេគឺប្រជាជនជាតិកម្ពុជាប្រទេសជាតិកម្ពុជាប្រទេសជាតិព្រះរាជាណាចក្រកម្ពុជាដែលនិយាយឲ្យពេញលេញលក្ខណៈគឺព្រះរាជាណាចក្រកម្ពុជាហើយកម្ពុជាដែលត្រូវសរសេរកមួយចំពោះសអូចូលស្អានិងរមិនមែនអត់រដូចក្ដួយម៉ែឲ្យរាល់គ្នាដែលសេរដូចសពថ្ងៃនេះបានជាដាច់ខាតកម្ពុជាគឺមិនមែនជាកម្ពុជាតែមួយទេគត់ទេគឺកម្ពុជាមានលើកម្ពុជាកណ្ដាលនិងកម្ពុជាក្រោមមិនមែនខ្មែរលើខ្មែរកណ្ដាលខ្មែរក្រោមទេក្ដួយម៉ែឲ្យរាល់គ្នាទេអាណាក៏ដោយមានណាក៏ដោយដែលនិយាយរបៀបភាសានេះគឺអាចចុយម៉ែក្ដួយម៉ែឲ្យរាល់គ្នាគឺមិនចេះអក្សរសាស្ត្រខ្មែរទៅរៀនម្ដងទៀតទៅចូលខ្លួនក្ដួយម៉ែឲ្យរាល់គ្នាទាំងអស់គ្នាម្ដងទៀតក្ដួយម៉ែអាចុយម៉ែមិនចុយម៉ែអាណាក៏ដោយចាប់ពីថ្ងៃនេះទៅនិយាយឲ្យច្បាស់ភាសាខ្មែរនិងអក្សរសាស្ត្រខ្មែររៀនសូត្រឲ្យបានច្បាស់បើមិនច្បាស់ទេចូលរុនក្ដួយម៉ែឲ្យវិញទៅគឺឯងកំពុងតែធ្វើឲ្យអក្សរសាស្ត្រនិងភាសាថោកទាបអស់តម្លៃគ្មានប្រពៃណីបាត់បង់ប្រទេសជាតិបាត់បង់ប្រជាជនកម្ពុជាហើយនេះអាណាក៏ដោយមានណាក៏ដោយហើយប្រជាជនខ្មែរដែលនិយាយថាប្រទេសជាខ្មែរក៏ដួយម៉ែឲ្យរាល់គ្នាអាចុយម៉ែមិនចុយម៉ែចូលក្នុងរុនក៏ដួយម៉ែវិញទៅនេះគ្នានេះសូមជម្រាបឲ្យច្បាស់យើងជាប្រជាជនកម្ពុជាប្រទេសជាតិព្រះរាជាណាចក្រកម្ពុជាប្រទេសជាតិគឺប្រជាកម្ពុជាហើយកម្ពុជាសរសេរថាកមួយចំពោះសអូចូលស្អានឹងរនេះបើឯងមិនច្បាស់ទេហើយតែចូលក្នុងរុនក៏ដួយម៉ែឲ្យរាល់គ្នាទាំងអស់គ្នាវិញហើយទៅរៀនសូត្រអក្សរសាស្ត្រខ្មែរឲ្យបានច្បាស់លាស់មុនចេញមកវិញនេះអញសូមមកប្រាប់ឲ្យច្បាស់អាណាក៏ដោយមានណាក៏ដោយហើយខ្ញុំសូមជម្រាបថាគណៈបកប្រជាជនកំពុងតែគ្រប់គ្រងប្រទេសរាជាណាចក្រកម្ពុជាគណៈបកនេះគឺជាយួនទាំងស្រុងជាជនជាតិយួនពីក្រោយក្នុងសិទ្ធិទប់យួនប្រជាជនយួននិងរដ្ឋាភិបាលយួនខាងជើងនិងគណៈបកប្រជាជនយួនខាងជើងដែលគ្រប់គ្រងគណៈបកនេះគ
គណៈបក Cambodia People Party CPP ដែលយើងហៅថា CPP នេះសូមជម្រាបច្បាស់នេះហើយជាការភ័ន្តច្រឡំរបស់យើងត្រូវយល់ឲ្យច្បាស់ថាអាណាកំពុងតែគ្រប់គ្រងប្រទេសជាតិកម្ពុជាយើងគឺជាយួនទាំងអស់ជួររដ្ឋាភិបាលទាំងអស់គ្រប់ស្ថាប័នក្រសួងការពារជាតិក្រសួងអីឡើយសូម្បីតែកំពុងវិសក៏ដូចម៉ែវាក៏វាគ្រប់គ្រងដែរកំពុងតែគ្រប់គ្រងយើងវាកំពុងតែចរចានៅអាយុជីវិតប្រទេសជាតិកម្ពុជាយើងវាកំពុងតែកាន់កាប់សេដ្ឋកិច្ចរបស់ប្រទេសជាតិប្រជាជាតិកម្ពុជាយើងសប្តាហ៍ថ្ងៃនេះខ្ញុំសូមឲ្យច្បាស់យើងត្រូវតែដេញអាគណៈបព្វជិជននេះអកដូចមកវាអាលីខ្សលបំបត្តិវាកំចាយវាក៏ដូចមកវាអាណាក៏ដោយមីណាក៏ដោយក្នុងគណៈបព្វជិជនគឺជាយួនទាំងអស់អាណាក៏ដោយមីណាក៏ដោយអាកពុចក៏ដោយក៏ជាយួនដែរមិនមែនជាប្រជាជនជាតិកម្ពុជាទេកំចាយវាក៏ដូចមកវាអាចុយមកទាំងអស់អាណាក៏ដោយគឺសិទ្ធិយួនទេនេះសំខាន់និយាយថាទ័ពទាំងអស់សប្តាហ៍ក្រោយគណៈបកនេះគឺសិទ្ធិយួនទេយួនទាំងអស់មិនមែនជាទ័ពរបស់ព្រះរាជាណាចក្រកម្ពុជាទេវាបំរើតែគណៈបកនេះខ្ញុំសូមជម្រាបថាបើមានបងប្អូនបំរើជួទ័ពដែលជាប្រជាជនជាកម្ពុជាទៅដកខ្លួនចេញភ្លាមมันអាចបំរើគណៈបកប្រជាជននេះបានជាដាច់ខាតក៏ដូចមកវានេះត្រូវតែកំចាយទាំងអស់កំចាយទាំងអរដ្ឋសភាព្រឹទ្ធសភាក៏ដូចមកវាអាតុលាការក៏ដូចមកវានេះឲ្យចេញពីរាជាណាចក្រកម្ពុជាមិនអាចគ្រប់គ្រងប្រទេសរាជាណាចក្រកម្ពុជាបានទៀតតទៀតទេយើងត្រូវតែកំចាយអរដ្ឋាភិបាលក៏ដូចមកវានេះឲ្យចេញពីអំណាចរបស់ព្រះរាជាណាចក្រកម្ពុជាมันអាចបន្តឲ្យវាកាន់កាប់គ្រប់គ្រងយើងដូចសប្តាហ៍នេះបានជាដាច់ខាតអាហ៊ុនសិនអាកវាចោលអាកក៏ដូចមកវានឹងចោលអាហ៊ុនមកទៅទាំងពូជក៏ដូចមកវាទាំងអាកវាចោលអាខ្សែនរោដំក៏អាស័យហាមនីក៏ដូចមកវាមីក៏ដូចមកវាមិនលេចគ្មានកម្ពុជាវាទាំងអស់សប្តាហ៍នេះគឺគ្មានតម្លៃមកកំតិចអាចចំពោះប្រជាជនកម្ពុជាទេគ្មានតម្លៃមកកំតិចអាចចំពោះព្រះរាជាណាចក្រកម្ពុជាទេពួកវាគឺជាពួកអាបំផ្លាញជាតិពួកវាគឺជាពួកអាឃាតករពួកអារកយល់ពួកអាមេអភិនពួកវាគឺជាកំពុងតែបំបត្តិប្រទេសជាតិកម្ពុជាបំផ្លាញប្រទេសប្រជាជនជាតិកម្ពុជាមិនឲ្យមានការជីវិតរស់នៅទេមិនឲ្យមានកិត្តិយសក្នុងព្រះរាជាណាចក្រកម្ពុជាតទៀតទេមានតែឈ្មោះតែប៉ុណ្ណោះនេះខ្ញុំសូមជម្រាបច្បាស់សូមជៀបទាំងអស់គ្នានេះគឺសារពុទ្ធលោកអឿនមកទៀតសូមជម្រាបមានតទៀតអរគុណច្រើន